Hello ខេសួស្តីអ្នកគ្នាស្វាគមន៍ពីខ្ញុំហើយនៅនេះមកបន្តសេរីកម្ពុជានៅកម្ចាត់ក្រុមបូលីរបស់យើងបន្តទៀតដោយបន្ទាប់ពីអបេគីមឈុននេះបានកវាកូនក្បាប់វាត្រូវដៃទីជុំរបស់យើងឆ្វាប់ហើយបន្ទាប់មកវាក៏បាននិយាយទៅកាន់ទីជុំរបស់យើងថាគឺថាណាគេក៏ដោយតែមើលរាងផ្លូវរបស់វាហ្នឹងគឺមានផ្លូវស្លាប់ហ្នឹងហើយហើយបន្ទាប់ពីវានិយាយចឹងហើយទីជុំរបស់យើងគេក៏បាននិយាយទៅកាន់វាវិញថាគឺថាតែវាក៏ប្រកបថាគេហ្នឹងគឺជាការគម្រាមកំហែងដល់វាមែនហើយមើលទៅអារម្មណ៍នៃការស្មានរបស់វាហ្នឹងគឺល្អគ្រាន់បើហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានធ្វើការស្ទុះទៅរកវាតែម្ដងហើយបន្ទាប់ពីឃើញចាអបេគីមឈុននោះគេក៏បានធ្វើការគម្រាមកំហែងរបស់គេឆ្វាប់ហើយចំណែកទីជុំរបស់យើងវិញគេក៏បានអមប្រូជាមួយរកប៉ាំងដូចគ្នាហើយបន្ទាប់ពីរកប៉ាំងឡើងរកក្បាច់ពីដៃគេក៏បានថៃជាមួយរកប៉ាំងទៀតក៏តែអបេគីមឈុនហ្នឹងគេក៏អាចគេចផុតហើយបន្ទាប់ពីគេកិច្ចផុតហើយគេក៏បានធ្វើការហៅចក្រវត្តរបស់គេវិញបន្ទាប់មកក៏បានធ្វើការគម្រាមមកកាន់ទៅជនឆ្វាប់តែម្ដងដល់គេបានធ្វើការកម្មកម្មទៅជនរបស់យើងឆ្វាប់ក៏តែទៅជនរបស់យើងគេអាចកិច្ចផុតយ៉ាងហើយវាក៏បានធ្វើការបកក្បាច់ចាក់មកក្រោយវិញក៏តែទៅជនរបស់យើងគេយកដៃរបស់គេរងតាន់បន្ទាប់មកខនថជាមួយឡោកវិញប៉ង់ហើយបន្ទាប់ពីឃើញឡោករបស់ជនយើងអញ្ចឹងតែបែកគឹមឈុននោះវាក៏បានធ្វើការដកគ្នាទៅក្រោយវិញសិនតែម្ដងហើយនឹងឥឡូវនេះយើងទិញនិយាយពី director លេខជាមួយនឹង Ina នោះវិញដល់កូនចៅរបស់បែកគឹមឈុននៅទៀតដែលនៅសល់ហ្នឹងបន្ទាប់ពីឃើញ director លេខនៅម្នាក់ឯងហ្នឹងគេក៏បានគិតក្នុងចិត្តថាគឺថាគោលដៅរបស់គឹមឈុនហ្នឹងគឺជា director លេខហើយឥឡូវហ្នឹងគឹមឈុនហ្នឹងក៏ជាប់ដៃហើយអញ្ចឹងហើយនៅក្នុងពេលហ្នឹងគឺនឹងយកកម្មមួយហ្នឹងដើម្បីយកមុខយកមាត់តែម្ដងហើយនឹងឥឡូវនេះយើងត្រឡប់មកនិយាយពីអបេគីមឈុននោះវិញដោយនៅក្នុងពេលហ្នឹងវាបានគិតក្នុងចិត្តថាដោយបន្ទាប់ពីគេអាចចូលទៅក្នុងម៉ាស៊ីនបានពេញលេញឥឡូវហ្នឹងគឺគេអាចទីវិចារណាបរិជនបានទាំងអស់ហ្នឹងអញ្ចឹងឥឡូវហ្នឹងគេនឹងដេកជនហ្នឹងគឺគ្មានអ្នកគេដែលលើណាគេទេក៏តែយ៉ាងណាក្រោយគឺគេមិនយល់សោះគឺតែដេកញៀនទី6របស់គេហ្នឹងបានប្រាប់គេថាបើសិនជាគេប្រយុទ្ធមួយដេកជនហ្នឹងគឺគេមិនអាចឈ្នះដេកជនបានទេហើយនឹងហើយបន្តមកសេរឿងក៏បាននិយាយថាបែរទៅការតេការបស់ពេគីមឈុនតែម្ដងដោយគេនឹងបានកាត់មកក្នុងពិភពដ៏ព្រៃផ្សៃមួយដែលជាពិភពខំធ្វើអ្វីគ្រប់យ៉ាងដើម្បីទៅរស់ហើយមិនថាជាការលួចឬក៏ជាស្អីទេដោយពួកគេត្រូវប្រជុំមកជាមួយនឹងគ្រោះថ្នាក់គ្រប់យ៉ាងនឹងគឺដើម្បីទៅរស់រានប៉ុណ្ណោះហើយដោយពេលខ្លះនឹងគេត្រូវបញ្ចេញចកោមនិងក៏ញ៉ាំដាក់គ្នាដូចជាពួកឆ្កែព្រៃនិងពួកសត្វក្រពើអញ្ចឹងហើយរកវិនាទីដែលខំប្រឹងតស៊ូដើម្បីរស់នឹងគឺពួកគេត្រូវតែបង្កើនសមត្ថភាពសភាវគតិរបស់គេឲ្យកាន់តែមុតស្រួចជានិច្ចហើយឡើយនឹងសភាវគតិដែលមុតស្រួចរបស់គេនឹងបានប្រាប់គេថាបរិមម្នាក់ដែលនៅចំពោះមុខគេនឹងគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ហើយនិយាយទៅគេអាចរស់រានមកដល់ពេលហ្នឹងគឺវាពឹងលើសភាវគតិរបស់គេហ្នឹងហើយក៏ប៉ុន្តែលើនេះវាគឺជាលើដំបូងរបស់គេហើយដែលធ្វើឲ្យគេមានការសង្ស័យមិនច្បាស់លាស់បែបហ្នឹងហើយនឹងឥឡូវនេះយើងនិយាយពីអបិមួយដែលជាកូនចៅរបស់អបិគីមឈុននោះវិញដោយវានឹងបានធ្វើការវៀងចូលមកពីក្រៅឡាន Director Lee តែម្ដងដោយវានឹងធ្វើការចូលមកលបលើចឹងទៅហើយនឹងហើយដោយវាមិនតន់ដឹងទេថា Director Lee នឹងបានឃើញវាតាមកញ្ចក់ឡានបាត់ហើយបន្ទាប់ពីម្ដងជាមួយនឹងម៉ាឡេតរបស់វានឹងវាក៏បានធ្វើការយាយវាយទៅកាន់កញ្ចក់ឡាន Director Lee តែម្ដងក៏ប៉ុន្តែមានន័យ Director Lee នឹងបានបើកទ្វារមកបុកជាមួយដៃរបស់វាប៉ង់ហើយបន្ទាប់ពីបុកមួយដៃរបស់វាប៉ង់แล้วរួមម៉ាឡេតចេញពីដៃហើយ Director Lee នឹងបានទៅប្រាប់ឆោបរបស់នេះនឹងយកមកធ្វើការឆោបវាឡើងផ្នែកសស្លើសម្រាប់ឈឹងនៅកន្លែងតែម្ដងហើយនឹងហើយបើនិយាយពីអបិគឹមឈុននៅវិញនៅក្នុងពេលនោះគឺក៏ចាប់អារម្មណ៍ថានៅក្នុងឡាននៅក្នុងនោះដូចជាមិនមាន Director Lee ទេក៏តែនេះព្យាយាមលាក់មុខបាននេះរហូតគេមើលមិនស្គាល់សោះហើយនឹងហើយបន្ទាប់មកគេក៏បានបន្តគិតទៀតថាគឺថាឥឡូវនេះគេកំពុងស្ថិតក្នុងសារភាពម៉ាស៊ីនយ៉ាងហើយគឺវាមិនដូចមុនទៀតទេក៏ព្រោះតែឥឡូវនេះគេអាចទីវិចារណាបរិជនយើងបានយ៉ាងច្បាស់តែម្ដងយ៉ាងហើយគេមិនបាក់គេដូចមុនទៀតទេហើយរឿងដដែលនោះក៏វានឹងមិនអាចកើតឡើងម្ដងទៀតបានដែរហើយនឹងហើយបន្ទាប់ពីគេនិយាយយ៉ាងហើយគេក៏បានធ្វើការរត់ទៅឡាន Director Lee តែម្ដងហើយនឹងហើយដល់គេធ្វើការរត់មកបដានោះទីពិចលនាបរិជនយើងបដាយើងទៅក៏តែថានៅពេលដែលគេជិះមកដល់ឡាន Director Lee នោះក៏ស្រន់នៅពេលនោះមកគ្រាប់ផាំងបរិជនយើងតែម្ដងនិយាយទៅនៅក្នុងស្ពាវកតេរបស់គេនោះគឺប្រៀបដូចជាដេកជុំមួយយើងនឹងហេតុសោវាមកគ្រាប់កដាក្បាលតែម្ដងហើយជុំយ៉ាយនេះស្អីគេតែខ្ញុំស្លាប់ហើយមែនហ្នឹងតែវាជាស្អីឲ្យបកទៅគេមិនទៅកម្រើកខ្លួនប៉ុណ្ណឹងតែស្ពាវកតេរបស់ខ្ញុំបានដឹងពីវាច្បាស់ណាស់ហើយគឺថាបើខ្ញុំបន្តទៅទីនោះតែគេពិតជានឹងសម្លាប់ខ្ញុំមិនក៏អីហើយនឹងហើយនៅក្នុងពេលនោះផងដែរនោះដូចជុំមួយយើងគេក៏បាននិយាយទៅកាន់វាថាគឺថាគេនឹងប្រាប់វាឲ្យថាគេនឹងប្រាប់តែមកលើគេមកប៉ុន្តែមើលទៅវានឹងដូចជាមិនប្រាប់ស្ដាប់គេសោះហើយនឹងហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានទូកាស្ទូមករកវាតែម្ដងហើយចំណាប់បែកគឹមឈុនទៅវិញបន្ទាប់ពីឃើញអូរ៉ាបដិជនយើងនឹងហើយនៅពេលហ្នឹងគេក៏បានគិតក្នុងចិត្តថាគឺថាមើលទៅហ្នឹងគេមើលមិនច្រឡំទេហើយដោយអូរ៉ាបដិជនហ្នឹងដាក់សម្ពាធលើគេតែម្ដងហើយនឹងហើយអញ្ចឹងហើយគេថាមានន័យទៀតគឺមានដាក់មេប្រុយហ្នឹងហើយដូចជុំមួយយើងគេក៏បានបន្តដេញតាមវាចឹងទៅហើយនៅក្នុងពេលហ្នឹងផងដែរនឹង Director Lee នោះវិញនឹងក៏បានសេះប្រាប់ដិជនហ្នឹងជប់ដេញវាទៅក៏ព្រោះពេលហ្នឹងគឺមិនជាពេលដែលល្អដែលគួរដេញវាទេហើយចុំនិយាយនឹងទៅក៏ចង់បោះឱកាសដ៏ល្អចឹងចោលមែនហើយយើងក៏បានប្រាប់ឯងហើយយើងមានអារម្មណ៍ថានឹងគឺជាអន្ទាក់មិនដឹងទេអញ្ចឹងហើយឯងដោះលែងគេចោះហើយនឹងហើយនៅក្នុងពេលនឹងដែរដែលជុំមកយើងវិញនៅពេលហ្នឹងគេបានសម្រេចដល់ម៉ាស៊ីនរបស់បែកគឹមឈុននេះនិយាយក្នុងចិត្តម្នាក់ឯងថាគឺថាបាឯជនហ្នឹងតែគេក៏ប៉ុធ្វើរឿងស្អីខ្លះទៀតទៅហើយនឹងហើយបន្ទាប់មកសេរឿងក៏បានកាត់ទៅកាន់80ម៉ោងក្រោយមកដោយ Director Lee នេះបានទៅកាន់មីនស៊ូថាគឺថាសារតាអ្វីៗនេះវាលឿនជាងការគ្រោងទុករបស់ពួកគេអញ្ចឹងហើយចាប់ពីពេលហ្នឹងត្រូវក៏ត្រូវអនុវត្តផែនការចុងក្រោយហើយនឹងហើយបន្ទាប់ពីនេះដាក់ទូរស័ព្ទចោលហើយនេះជុំមកយើងគឺក៏បានសួរទៅកាន់នេះថាគឺថាតើពួកគេមកកន្លែងធ្វើអីហើយកន្លែងហ្នឹងគឺជាកន្លែងស្អីវិញទៅហើយ Director Lee នេះក៏បានធ្វើការរ៉ាយរាប់តាមនឹងអញ្ចឹងទៅគឺថាកន្លែងហ្នឹងគឺជាកន្លែងលាក់ខ្លួនថ្មីចុងក្រោយរបស់ពួកគេហើយការដែលពួកគេមកដល់ទីហ្នឹងគឺបានន័យថាពួកគេនឹងអស់ផ្លូវត្រូវដកថយទៀតហើយលើពីហ្នឹងក៏ប្រចូលកាប់ខ្យល់ហ្នឹងក៏កំពុងដាក់គោលដៅរឿងដូចគ្នាហើយសេរីរឿងមួយយើងក៏បានបន្តទៅកាន់90ម៉ោងក្រោយមកដោយឯណាដែលបានធ្វើការសុំខ្លួនរួមរបស់ដេជុំរបស់យើងហើយអញ្ចឹងហើយនឹងគេក៏បានធ្វើការអរគុណនាងចឹងទៅហើយបន្ទាប់ពីដេជុំរបស់យើងអរគុណនាងចឹងនឹងក៏បានឆ្លើយតបមកកាន់ដេជុំរបស់យើងវិញថាគឺថាដេជុំនឹងមានន័យដែលត្រូវអរគុណនាងទៅតាមពិតទៅនឹងគឺនាងវិញទេត្រូវអរគុណនិងសុំទោសគេវិញ
ដោយការពីពេលនោះនាងបានតាមដានគេដោយគ្មានការអនុញ្ញាតថែមទាំងឲ្យគេនឹងមកពាក់ព័ន្ធញញជាមួយនាងទៀតក៏តែនាងវិញជំនួយការអរគុណនាងបានជាស្ដីគេថែមវិញហើយគេថាបើនិយាយទៅនឹងគឺវាជាគួរចង់សោយតែម្ដងគឺមកជីវិតនឹងគឺនាងមិនដែលឃើញណាគេដែលគេខំមកជួយបែរជាខឹងគេអញ្ចឹងវិញទេហើយទោះបីជានាងនឹងមកសុំទោសគេពេលនឹងក៏ដោយគឺថាយ៉ាងណានោះក៏នាងមិនអាចលុបស្នារបស់នាងបានផ្ដល់ដេជន់នឹងបានដែរក៏តែថាអញ្ចឹងក៏ដោយនាងក៏នាងនឹងបិទចោលសុំទោសដេជន់ខ្លាំងណាស់គឺសុំទោសដែលនាងនឹងមានការច្រឡំលើគេហើយនឹងឲ្យបន្ទាប់ពីណានិយាយចឹងដេជន់មកយើងគឺក៏បានឆ្លើយតបទៅកាន់នាងវិញថាគឺថានាងនឹងបាច់ជំនាញវិបដិសារីអីទេដែលអ្វីដែលនាងបានឃើញនោះជាធាតុពិតរបស់គេនឹងហើយទៅការគេនឹងក្មេងនឹងគេក៏តបជាក្មេងត្រូវគេបូលីដែរហើយដែលហេតុផលដែលពួកវាបូលីនឹងគឺមិនមែនជាហេតុផលដែលធំដុំអីទេគឺដូចជាឲ្យមានធំក្លិនសុយឬក៏ការញ៉ាំច្រើនពេកនឹងក៏វាជាលេសក្នុងការបូលីដែរប៉ុន្តែថាទៅបីជាបូលីបូលីក៏被កប៉ុកចឹងក៏ដោយក៏តែរបៀបដែលវាបូលីនឹងក៏ក្រំថោទីជាទីបំផុតដែលពួកវាបានធ្វើការកវត្តកបោរបស់គេនឹងទៅក្រៅតែកំពុងមេឃភ្លៀងហើយវាដែលសំខាន់នៅពេលនោះសូម្បីតែមនុស្សធំនឹងក៏គិតថារឿងនឹងគឺជារឿងធម្មតាដែរក៏តែសម្រាប់គេវិញគឺមិនជារឿងធម្មតាឡើយគឺថាទៅបីជាវាគ្រាន់តែលឹមតិចតិចក៏ដោយក៏តែវាក៏អាចធ្វើឲ្យសាររបស់ម្យ៉ាងជោគជាំរត់ដល់ខូចខ្ទេចអស់បានដែរក៏តែយ៉ាងណាក៏ដោយពួកដែលបូលីនឹងក៏គេបានដោះស្រាយជាមួយរួចអស់ហើយដល់ក៏ដាប់ដៃមួយប៉ុណ្ណោះប៉ុន្តែវាបានជួយសង្គ្រោះជីវិតរបស់គេហើយតាំងពីពេលនោះមកគេគិតថានឹងគឺជាចំណុចចាប់ផ្ដើមរបស់គេហើយគឺគេត្រូវខ្លាំងដើម្បីឲ្យបន្តរស់រានមានជីវិតក៏តែយ៉ាងណាក៏ដោយគ្រាន់ជាពាក្យដោះសារនឹងឯងក៏ព្រោះគេនឹងក៏បានដឹងច្បាស់ដែរថាវាគឺអាចនឹងមានវិធីយ៉ាងច្រើនទៀតដែលជួយធ្វើឲ្យគេនឹងកាន់តែរឹងមាំហើយអញ្ចឹងឥឡូវទៅបានជាគេខំប្រឹងរៀននៅបកកែហ្នឹងដោយទោះបីជាវាមិនមែនជាងាយស្រួលប៉ុន្មានក៏ដោយហើយនឹងឲ្យបន្ទាប់ពីណានាងបានស្ដាប់ការរៀបរាប់របស់ដេជន់យើងហើយគឺថាធ្វើឲ្យនាងឡើងស្រក់ទឹកភ្នែកបានតែម្ដងហើយបន្ទាប់មកនាងក៏បានធ្វើការអោលលំដេជន់របស់យើងក៏តែអេដមីននឹងក៏ថាដេជន់របស់យើងឡើងខ្លោចចិត្តតែម្ដងគឺថាត្រូវរៀបរាប់ខ្សែជីវិតកំសត់ទៅនឹងឥឡូវនឹងមកត្រូវថប់មកហើមទៀតហើយនឹងឲ្យតាមពិតទៅនឹងអេណានៅក៏ភ្លេចខ្លួនដែរក៏តែនៅពេលនាងចាប់អារម្មណ៍នឹងគឺថាអេណាខ្វាច់បញ្ញាប់រត់ចូលបន្ទប់ឡើងលឿនតែម្ដងហើយនឹងឲ្យដូចជុំមកយើងវិញបន្ទាប់ពីណានឹងចេញទៅបាត់ហើយគឺក៏បានគិតក្នុងចិត្តម្នាក់ឯងថាដោយការចូលទៅក្នុង emotion របស់មនុស្សម្នាក់ៗហ្នឹងគឺតែតែមានហេតុផលផ្សេងៗគ្នាដោយហេតុផលរបស់គេគឺជាការដើម្បីរស់រានមានជីវិតក៏តែសម្រាប់អ្នកខ្លះវិញគឺអាចជាការការពារអ្វីមួយដែលមានតម្លៃលើពីជីវិតរបស់ពួកគេផ្ទាល់ក៏តែថាគេវិញហ្នឹងអ្វីដែលមានតម្លៃបំផុតសម្រាប់គេគឺមានតែខ្លួនគេនឹងទេមែនហើយនឹងឲ្យបន្ទាប់គេស៊ូទៅកាន់ខ្លួនឯងចឹងហើយស្អីរឿងរបស់យើងក៏បានកាត់ទៅកាន់ឯស៊ូស៊ីនៅវិញដោយបន្ទាប់ពីនាងមកដល់ផ្ទះស៊ូយកបានស៊ូទៅកាន់នាងថាគឺថាហេតុអីបានជានាងមកផ្ទះយឺតម៉េចហ្នឹងតែនៅក្រៅនេះមានរឿងអីមែនហើយនឹងឲ្យបន្ទាប់ពីស៊ូយកស៊ូនាងចឹងនៅពេលហ្នឹងនាងក៏បានឃើញដល់ពេលសម្ដីរបស់បេសុនជីនគេបាននិយាយថាគឺតានេះកុំតន់ប្រាប់រឿងនឹងដើម្បីស៊ូយកអីបើគេដឹងនឹងគឺគេច្បាស់ជាទៅរឿងពូនឹងហើយទោះបីជាស៊ូយកនឹងគឺជាមនុស្សដ៏ខ្លាំងបំផុតដែលលើកលែងតែចំពោះដេជនមួយក៏ដោយក៏តែពួកនឹងគឺពួកវាបកកាយលេខល្បីថោកទាបអញ្ចឹងឥឡូវនឹងលាក់រឿងនឹងជារឿងសម្ងាត់សិនទៅគឺរហូតដល់គេនឹងប្រមូលព័ត៌មានពួកនឹងបានការច្រើនសិនហើយនឹងឥឡូវនឹងមកនិយាយពីពេលបច្ចុប្បន្ននេះវិញដោយស៊ូស៊ីនេះបានធ្វើការយកលេខដោះសារអញ្ចឹងទៅគឺថានេះរវល់ទៅដល់លេខជាមួយនឹងមិត្តភ័ក្តិរបស់នាងនឹងឯងហើយនឹងឲ្យសេរឿងរបស់យើងក៏បានកាត់ទៅកាន់មណ្ឌលកុមារកំព្រានៅវិញដល់ពេលគឹមឈុននៅបន្ទាប់ពីម្ដងមណ្ឌលកុមារកំព្រានឹងគឺថាវាឡើងទុនជង្គង់តែម្ដងហើយបន្ទាប់ពីម្ដងហើយវាក៏បានបញ្ជាក់ទៅកាន់ខ្លួនគេថាគឺថាខ្លួនគេនឹងទៅប្រមូលព័ត៌មានពីដេជូនពី director ពីណាពី best យកអីនឹងមកអស់មកនិយាយទៅមិនថាគ្រូបរិញ្ញាអ្នកអនាម័យឬក៏អ្នកបើកឡានទេគឺវាត្រូវលួចប្រមូលព័ត៌មានឲ្យអស់មកគេនិយាយទៅកុំឲ្យមានរឿងណាដែលយុដឹងឲ្យគេអត់ដឹងអីសោះហើយនឹងឲ្យសេរឿងរបស់យើងក៏បានកម្មការនៅ director លីនេះវិញដោយមានសួរនឹងបានតែមកប្រាប់នាងថាការពីម្សិលមិញនោះគឺគេបានដាក់នុយនឹងហើយដោយវាគឺជាគម្រោង bully and chai នឹងហើយពួកគេនឹងក៏ស៊ីនុយនឹងហើយដែរហើយនឹងហើយនៅក្នុងពេលនឹងដែរដូចជុំរបស់យើងគឺក៏បានសួរទៅកាន់ director លីថាគឺថាណាឯកសណ្ឋានសាលារបស់គេហើយនឹងហើយបន្ទាប់ពីជុំរបស់យើងសួរអញ្ចឹង director លីនេះក៏បានឆ្លើយប្រាប់វិញថាគឺថាមួយរយៈនេះគឺត្រូវប៉ាទៅសាលាមួយរយៈសិនហើយនឹងហើយបន្ទាប់ពីលើអញ្ចឹងគឺថាដូចជុំរបស់យើងគឺកៀងតែម្ដងគឺថាឲ្យទៅរៀនមិនថ្ងៃនេះគឺជាថ្ងៃប្រឡងតែសមត្ថភាពផងហើយនឹងហើយសេរឿងរបស់យើងក៏បានកាត់ទៅកាន់សាលារៀននៅវិញដោយមិនហៅបើជុងមាននោះបន្ទាប់ពីមិនឃើញនៅជុំរបស់យើងគឺទៅរៀនយើងគឺថាពួកវាឡើងចលាចលតែម្ដងហើយចំយាយដូចជុនគេមករៀនទៀតហើយវិទ្យាល័យគេម្យ៉ាងក៏ដល់ស្បៃទៀតហើយនឹងហើយអញ្ចឹងហើយនឹងបន្ទាប់ពី80ម៉ោងក្រោយមកហ្នឹងគេក៏បានដល់ស៊ូស៊ីតែម្ដងហើយស៊ូស៊ីនៅវិញបន្ទាប់ពី3នាក់គេស៊ូនាងអំពីដេជុនអញ្ចឹងគឺថានាងជឿជាក់លែងនិយាយតែម្ដងដោយយមិញនាងបាននៅមួយដេជុនហើយពួកគេចង់ឲ្យដេជុនមកអញ្ចឹងហើយមិនពួកគេនឹងចាត់ចម្រិតនាងទៅដែលគឺថាពួកគេចាត់ចម្រិតនាងនឹង100%គឺដល់ដេជុនមកហើយនឹងហើយ3នាក់គេនៅវិញនឹងបន្ទាប់ពីអញ្ចឹងគឺថាគេគាំងតែម្ដងហើយស៊ូស៊ីនៅវិញនាងក៏បានធ្វើការរៀបរាប់តាមដំណើររឿងអញ្ចឹងទៅហើយនៅគណៈពេលនាងក៏រៀបរាប់នោះក៏ស្រាមានដៃម្នាក់ហ្នឹងក៏តោឡើងលើតបគេរបស់ពួកគេតែម្ដងហើយនឹងហើយគេម្នាក់ហ្នឹងក៏ជាបេសស៊ូយុនឹងឯងហើយគេថាពងកៀងមកបែបបេសស៊ូយុហ្នឹងនៅពេលហ្នឹងក៏តាមដឹងជាអបិសុនជីននឹងចាំលប់ស្ដាប់គេនៅកន្លែងហ្នឹងតាំងពីកាលណាមកទេនិយាយទៅគឺថាធ្វើឲ្យពួកគេនឹងកៀងមកតង់ទីតែម្ដងហើយនឹងឲ្យបន្ទាប់មកនៅអបិសុនជីនហ្នឹងវាក៏បានធ្វើការរ៉េរ៉ាប់នឹងបញ្យល់ហេតុផលទៅកាន់អបិសុយុងចឹងទៅហើយនឹងនៅក្នុងពេលនោះដែរបើនិយាយពី3នាក់បានហៅនៅវិញដោយបន្ទាប់ពីបានស្ដាប់ការរ៉េរ៉ាប់របស់បេសុនជីនហើយបានហៅគេក៏បាននិយាយថាគឺថារឿងនឹងមើលទៅវានឹងមិនបញ្ចប់ឲ្យស្រួលទេគឺវានឹងឲ្យដូចជាពួក The Fall King កាពីលើកមុនអញ្ចឹងគឺហៅដូចជាពួកវានឹងមានការឆ្លងវាជាមួយនឹងកម្លាំងរបស់ជនយើងខ្លាំងអញ្ចឹងហើយវាមិនប្រកាសថាវានឹងមិនកើតឡើងម្ដងទៀតនៅពេលហ្នឹងឡើយអញ្ចឹងហើយគឺគ្មានអ្នកគេដែលដឹងថាវានឹងមានការគម្រាមកំហែងថ្មីទៅលើជនទៀតអត់ទេហើយអញ្ចឹងពួកគេត្រូវនៅគ្នាជួយដេជនហើយនឹងហើយបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានសុំឲ្យស៊ូយុនឹងជួយគេផងតែម្ដងដែលគឺថាតែអ្នកតំណងស៊ូយុជាមួយសមាគមការចរនឹងក៏ដូចជាទៅល្អប៉ុន្មានដែរអញ្ចឹងហើយចូលពួកគេសហការគ្នាដើម្បីការពារដេជនពីពួកនោះ
នឹងតែគេគិតមិនដែរហើយនឹងឲ្យបន្ទាប់ពីមិនហៅស៊ូគេចឹងនឹងគេថាបែស៊ូយុនឹងគេឡើងកៀងតែម្ដងគ្រាន់តែថាបែស៊ុនជីននៅវិញនឹងថាគេកៀងជាងស៊ូយុទៀតដោយគេថាស៊ូយុគេត្រង់ជាមួយនឹងពួកសមាគមកាប់ឈរនឹងគឺដើម្បីលើនឹងដើម្បីស៊ូស៊ីនឹងឯងគ្រាន់តែថាបើសិនជាដេជនមានបញ្ហាអីនឹងនោះក៏វាមិនល្អសម្រាប់ស៊ូស៊ីដែរនិយាយទៅមើលទៅក្នុងពេលហ្នឹងស៊ូយុគឺកំពុងតែបាក់គិតនឹងបាក់ជ្រើសរើសខ្លាំងណាស់មើលទៅហើយនឹងឲ្យបន្ទាប់ពីគេគិតដល់ជាង80លានម៉ោងក្រោយមកហ្នឹងស៊ូយុគឺក៏បានឆ្លើយតណោតែម្ដងគឺថារឿងនេះគឺមិនជារឿងដែលសាមញ្ញទេដោយពួកគេកាចងំហ្នឹងគឺថាទោះបីជា3អ្នកគេរួមដៃគ្នាទៀតហ្នឹងក៏គ្មានប្រយោជន៍ដល់ដេជនដែរនិយាយទៅនៅទៅដៃទៅជើងដេជនវិញទេហើយដេជនហ្នឹងក៏មិនទឹកខ្សោយដែរចាំបាច់ឲ្យ3អ្នកវិញហ្នឹងបារម្ភដូចគ្នាអញ្ចឹងហើយពេលដែលគេបារម្ភពីដេជនហ្នឹងយកទៅខំប្រឹងធ្វើខ្លួនឯងខ្លាំងជាងមុនទៅវាល្អជាងហើយនឹងឲ្យបន្ទាប់ពីគេនិយាយចឹងហើយគេក៏បានធ្វើការចុះត្រឡប់ទៅវិញទៅហើយនឹងឲ្យបន្ទាប់ពីស៊ូយុគេចុះទៅវិញបាត់ហើយម៉ាណៅហ្នឹងគេក៏បានប្រាប់ដល់កាន់ស៊ូស៊ីថាគឺថាត្រូវឲ្យថ្ងៃហ្នឹងដេជនបានមករៀនទេប៉ុន្តែជាមួយគ្នានឹងអ៊ីណាថាឡៃ9នៅវិញក៏មិនបានមករៀនដែរហើយមុននឹងពួកគេមករកនាងហ្នឹងគឺគេបានទៅរកអ៊ីណាហើយបន្ទាប់ពីគេទៅមិនឃើញអ៊ីណាហ្នឹងបានគេមករកនាងហ្នឹងហើយនឹងឲ្យបន្ទាប់ពីម៉ាណៅគេនិយាយចឹងហើយហ្នឹងស៊ូស៊ីនៅវិញគេថាទុនជង្គង់ឌូប្រុសតែម្ដងហើយបើ3អ្នកគេនឹងវិញហ្នឹងក៏បានចូលមកទាំងជឿចាប់ជាមួយនឹងពីសំដីបាក់បែស៊ូយុដែរនិយាយទៅគេថាឈឺដល់ខួរតែម្ដងក៏តែតវ៉ាអំការដែរពួកគេនឹងការដូចស៊ូយុនិយាយមែនហ្នឹងចឹងឥឡូវហ្នឹងគឺមានតែពួកគេខំប្រើខ្លាំងជាងមុនទេទើបពួកគេនឹងអាចជួយដេជនបានហើយនឹងឲ្យសេរឿងមកយើងក៏បានកម្មការដូចជាមួយយើងជាមួយនឹង Rector Lee នេះវិញដោយនាងបានធ្វើការរាប់ទៅកាន់ដូចជាមួយយើងថាចូលកាប់ឆ្លងកំពុងចែកចាយម៉ូនហ្នឹងតាមរយៈសមាគមកាប់ឈន់ហើយទង្វើរបស់គេថែមទាំងបានឡើងច្បាស់កន្លែងទៀតផងហើយគឺថាទោះបីជានេះនឹងមិនសូវដឹងច្បាស់អំពីគោលបំណងរបស់គេក៏ដោយក៏តែមានអារម្មណ៍ថាពួកគេដូចជាចង់អូសទាញមួយក្លឹបហើយនឹងសមាគម Sin Illinois វិញទេក៏តែតាមផែនការរបស់នាងហ្នឹងគឺនាងត្រូវដកពួកសមាគម Sin Illinois ចេញបន្ទាប់មកផ្ដោតលើទៅចូលកាប់ឆ្លងហើយនឹងសមាគមកាប់ឈន់តែប៉ុណ្ណោះអញ្ចឹងហើយសម្រាប់ជាបន្តនៃផែនការរបស់ពួកគេហ្នឹងគឺនាងត្រូវដឹងអំពីតំណែងដូចជាមួយយើងជាមួយសមាគម Sin Illinois សិនហើយជាមួយគ្នានឹងគឺរួមទាំងតំណែងដូចជាមួយយើងជាមួយនឹងផាយជននឹងផងដែរដោយគឺថាតែជននឹងអាចប្រាប់នាងផងបានអត់ហើយនឹងឲ្យដល់តើដូចជាមួយយើងគេប្រាប់ឬអត់ផងហ្នឹងស្អីរឿងរបស់យើងក៏បានកាត់តកាន់ឲ្យមនុស្សក៏បានកំព្រានៅវិញហើយនឹងឲ្យដល់ស្អីរឿងឡើយនឹងវាវាយទៅប៉ែឡតចឹងទៅក៏តែ admin នឹងសូមមិនបកស្រាយវា detail ពេកទេនិយាយទៅវិញពេកក្រៅតែប៉ែគ្នាយើងមកយល់ទៀតអញ្ចឹង admin ក៏សូមធ្វើការសង្កេតងាយយល់ឲ្យខ្លីគ្នាយើងស្រួលមើលតែម្ដងទៅដើម្បីអ្នកគេនឹងបន្ទាប់ពីមើលឯកសារដែលគេបាននៅក្នុងគេទៅលួចមកពីសាលាមកហ្នឹងបន្ទាប់ពីមើលហើយនឹងក៏ថាពួកគេចាប់ផ្ដើមសង្ស័យលើយូរហើយគឺតែបានជាត្រូវមានគម្រោងរបស់លៀនឆើយហ្នឹងហើយបានជាត្រូវប្រើប្រាស់ដោយជនដើម្បីបោះសម្រាមទាំងអស់ហ្នឹងបើទាំងដែលសមាគមកាប់ចន់ក៏ជាផ្នែកមួយនៃសម្រាមហ្នឹងដែរហើយមើលទៅនឹងនាយកពិតជាចង់បោះបង់ពួកគេចោលមែនហើយនិយាយទៅពួកគេនឹងគឺជាកបិតដែលមានប្រយោជន៍សម្រាប់នាយកមែនក៏តែជាមួយគ្នានឹងពួកគេក៏អាចជាកបិតកខ្វក់ដែលអាចធ្វើឲ្យធំរបស់គាត់ប្រឡាក់ឈាមបានគ្រប់ពេលផងដែរហើយអញ្ចឹងហើយនៅក្នុងពេលជាមួយគ្នានឹងបើសិនជាគាត់មានកំភ្លើងដែលងាយស្រួលប្រើជាងកបិតនឹងទៀតនោះគាត់គឺច្បាស់ជានឹងបោះចោលកបិតដែលនឹងអាចមានគ្រោះថ្នាក់ដល់គាត់នឹងចោលហើយអញ្ចឹងឥឡូវនឹងគឺនឹងឲ្យឈាមមកតំណក់ហ្នឹងទៅបលាឲ្យធំរបស់គាត់តែម្ដងគឺទុកវាដើម្បីចងជាប់ឲ្យមានភាពរឹងមាំជាងមុនដោយពួកគេគឺជាកបិតដែលគាត់ចង់បោះចោលក៏ដោយក៏តែគេនឹងធ្វើឲ្យគាត់នឹងភ័យខ្លាចជាមួយនឹងកបិតដែលគាត់បោះចោលហ្នឹងមានគេរើកបិតហ្នឹងយកទៅប្រើតទៀតគឺរហូតដល់គាត់ឡើងចង់បោះកបិតហ្នឹងចោលជារឿងរហូតតែម្ដងហើយនឹងឲ្យសេរឿងរបស់យើងក៏បានកាត់ទៅកាន់ for leaking នៅវិញដោយ3អ្នកជនសៀមអានកន BO នោះគឺកំពុងចាត់ការនឹងមួយក្រុមចឹងទៅហើយពេលជាបារម្ភនៅវិញគឺកំពុងចាត់ការនឹងម្នាក់ដូចគ្នាហើយទៅចាត់ការឆៃខ្លួនមកពូនឹងហើយគេរកឃើញមួយនោះគឺក៏បានសួរទៅកញ្ញានៅក្បែរថាគឺថាតើពួកគេនឹងបាននឹងមកពីណាវិញទៅហើយនឹងឲ្យបន្តមកសេរឿងរបស់យើងក៏បានបន្តកាត់ទៅកាន់ស៊ូយុនោះទៀតដោយស៊ុនជានឹងក៏បានសួរទៅកាន់ស៊ូយុថាគឺថាតើស៊ូយុនោះគឺសម្រេចជ្រើសយកខាងណាទៅតែគេជ្រើសរើសហើយនឹងវាល្អសម្រាប់ស៊ូបស៊ីហើយនឹងឲ្យបន្តពីស៊ុនជាស៊ូគេអញ្ចឹងគេក៏បាននិយាយថាគឺថាដូចជួយនៅក្នុងសមាគមកាប់ឆោនឹងគឺជាមនុស្សពីការបាតុកិច្ចគ្នាទេហើយគេថាគេនឹងជ្រើសរើសយកខាងណាក៏ដោយក៏ចាំបាច់ដៃរបស់គេត្រូវតែប្រឡាក់ឈាមដែរហើយនៅសេរឿងរបស់យើងបានបញ្ចប់ត្រឹមហ្នឹងហើយក៏ប៉ុន្តែមកចប់ admin សូមជម្រាបដំណឹងគ្នាយើងគឺថាមករយៈចិត្តចូលឆ្នាំអញ្ចឹងគឺ admin ក៏ត្រាក់អញ្ចឹងហើយអត់សូវអារម្មណ៍អត់សូវមូលក្នុងការបម្រើរឿងទេអញ្ចឹងហើយគឺថាមានតែចេញតាមលទ្ធភាពអញ្ចឹងទៅបាន2ថ្ងៃមួយភាគឬក៏3ថ្ងៃមួយភាគក៏តាមហ្នឹងទៅអញ្ចឹងហើយក៏សង្គមតែគ្នាយើងយល់ណាគ្នាយើងព្រោះតាមហ្នឹងព្រោះធ្វើម៉េចវាអារម្មណ៍មិនមូល